សួស្តីប្រិយមិត្តអ្នកមើលទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទដាសាហើយថ្ងៃនេះដែរខ្ញុំនឹងមកបរៀនអ្នកទាំងគ្នាអំពីរបៀបនៃការលេង game Genshin Impact ហើយចំពោះអ្នកដែលចង់មើលវីដេអូ game Genshin Impact របស់ខ្ញុំនឹងអាច follow YouTube ជាមួយនឹង TikTok របស់ខ្ញុំបាទហើយមុននឹងអ្នកទាំងគ្នាចាប់ដើមលេងអ្នកគ្នាអាចមើលអានេះលេងសិនទៅអ្នកគ្នាប្រហែលជាអាចនឹងយល់អានេះវាតាក់ទងជាមួយនឹងធាតុឬក៏ធម្មពលរបស់តួអង្គដែលមាននៅក្នុង game វាមានជាមួយនឹងទឹកដីភ្លើងខ្យល់ផ្ទះតកអីចឹងទៅតែឥឡូវខ្ញុំនិយាយតាក់ទងជាមួយនឹងការចាប់ដើមហ្គេមរបស់អ្នកនរគ្នាម្ដងនៅពេលដែលអ្នកគ្នាចាប់ដើមលេងជាមួយនឹងហ្គេមឈីងនេះអ្វីដែលអ្នកគ្នាត្រូវធ្វើនោះគឺជា quest អ្នកគ្នាបំពេញអ្វីតាមដែលវាឲ្យយើងធ្វើសិនមកហើយ quest ដែលវាតែងតែដាក់ឲ្យយើងនោះគឺវានៅចិត្តត្រង់កន្លែង map នេះអ្នកគ្នាចុចអាត្រង់កន្លែងហ្នឹងទៅវានឹងបង្ហាញ quest របស់យើងហើយquest ដែលអ្នកគ្នាត្រូវធ្វើនោះគឺជា quest នៅខាងលើគេនៅខាងលើគេហ្នឹងឯង quest ហ្នឹងអ្នកនរគ្នាត្រូវធ្វើយ៉ាងម៉េចបំពេញវាឲ្យចប់បើមិនចប់ទេកុំបញ្ឈប់ការធ្វើឲ្យសោះហើយបើសិនបើជាអ្នកគ្នាចាប់ផ្ដើមធ្វើ quest ណាមួយហើយអ្នកនរគ្នាក៏ត្រូវតែធ្វើឲ្យវាចប់ដែរចាំធ្វើអីផ្សេងហើយ quest ដែលអ្នកនរគ្នាចាប់ផ្ដើមមុនដំបូងគេនោះគឺជា quest នៅទឹកដីមួយនេះដែលគេហៅថា Mondstadt quest នេះគឺចប់នៅពេលដែលអ្នកគ្នាបានប្រយុទ្ធជាមួយនឹងនាគមួយក្បាលនេះខ្ញុំចង់ប្រាប់ឲ្យអ្នកគ្នានឹងបំពេញ quest វាឲ្យចប់ដោយសារអីដោយសារតែមានអ្នកមួយចំនួនក៏ដូចជាខ្ញុំដែរគឺធ្លាប់ជួបតាក់ទងជាមួយនឹងការលេងគ្នាបើសិនជា quest ណាមួយបើសិនជាយើងគាំងទុកចោលអីហ្នឹងវាអាចនឹងបណ្ដាលឲ្យកន្លែងដែលយើងត្រូវលេងគ្នានឹងវាបិទអញ្ចឹងហើយយើងគឺអាចលេងគ្នាបានទៅទេអញ្ចឹងហើយខ្ញុំប្រាប់ឲ្យហើយនេះគឺវាលោតពណ៌ក្រហមបែបនេះបើសិនជាកន្លែងហ្នឹងវាអត់មានលោតពណ៌ក្រហមអីទេគឺ quest អ្នកនរគ្នាគឺនៅធម្មតាទេហើយបើសិនបើជាអ្នកគ្នាចាប់ដើមធ្វើ quest ណាមួយហើយតាក់ទងជាមួយនឹង quest ឯកជននោះវានឹងលោតពណ៌ក្រហមបែបហ្នឹងគឺអត់អនុញ្ញាតឲ្យអ្នកគ្នាលេងគ្នាបានហើយអ្នកដែលទៅតែលេងហ្គេមមុនដំបូងអីហ្នឹងគេនឹង free hero ចំនួន3ឲ្យយើងមានដូចជា Ember Lisa ជាមួយនឹង Kaya ហើយអ្នកទាំងគ្នាមើលសញ្ញាលើក្បាលរបស់ពួកគេផងថាពួកគេនឹងមានធាតុអ្វីហើយគេក៏នៅ free ជាមួយនឹងតួអង្គមួយទៀតដែរគឺជាតួអង្គបាវ៉ារ៉ានេះតួអង្គនេះគឺដូចជា level ប្រហែលនេះបានគេ free ឲ្យហើយខ្ញុំគិតថាមិនមែនមានតែខ្ញុំទេដែលគិតបែបនេះសូម្បីតែអ្នកនរគ្នាក៏គិតបែបហ្នឹងដែរអ្នកគ្នាគឺចូលចិត្តវាយអ្នកគ្នាគិតថាឲ្យតែតួអង្គណាដែលវាយខ្លាំងឯហ្នឹងគឺខ្លាំងហើយតែ no មិនមែនទេបើជោគគំនិតនឹងភ្លាមគឺ game នេះគឺពឹងទៅលើ skill ជាងគឺអត់ពឹងទៅលើការវាយឯងក៏ប៉ុន្តែបើសិនជាពឹងទៅលើការវាយគឺតាម hero ទេខ្ញុំគឺអាចបង្ហាញអ្នកនរគ្នាឲ្យមើលបានថាតើពឹង skill ហ្នឹងវាយ៉ាងម៉េចពឹងវាយហ្នឹងវាយ៉ាងម៉េចខ្ញុំអាចឲ្យអ្នកគ្នាមើលបានថាការវាយហ្នឹងគឺវាអត់ស៊ីដើម្បីអីច្រើនទេគឺវាយបានតែវាយគឺវាអត់ឈឺទេជៀសវាងអំពីការវាយអ្នកនរគ្នាគួរតែប្រើ skill វិញល្អជាងគឺ skill មានតែប្រហែលដាក់មកខ្ញុំគិតថាអ្នកមួយចំនួនហ្នឹងគាត់តែចង់ដាក់ skill ដោយសារតែគាត់ខ្លាចអស់ skill គំនិតអ្នកមួយចំនួនដូចជាខ្ញុំដែរតែត្រូវតែបញ្ឈប់គំនិតហ្នឹងភ្លាមឥឡូវខ្ញុំឧទាហរណ៍ឲ្យអ្នកគ្នាមើលមួយជាមួយតួអង្គនេះអ្នកគ្នាឃើញ skill វាគឺអត់ទាន់ពេញទេឃើញទេដោយយើងអាចធ្វើឲ្យតួអង្គហ្នឹងឡើង skill ពេញបានដោយមិនចាំបាច់លេងជាមួយនឹងតួអង្គមួយហ្នឹងទេយើងលេងជាមួយនឹងតួអង្គផ្សេងក៏វាឡើង skill ដែរចាំមើលខ្ញុំតេស្តឲ្យអ្នកគ្នាមើលហើយអ្នកគ្នាឃើញអត់យើងដាក់ skill តែប្រហែលទេគឺឃើញគឺ skill របស់វាហ្នឹងគឺវាឡើងពេញវិញហើយ game អ្នកគ្នាគឺលេងគឺត្រូវការ combo មិនមែនលេងតែតួអង្គមួយលេងកើតទេនិយាយចំទៅគឺថាតួអង្គមានទាំង4លេងទាំង4ហ្នឹងទៅហើយឥឡូវខ្ញុំនឹងបង្រៀនអ្នកគ្នាឲ្យយល់អំពីធម្មពលរបស់តួអង្គគឺជាមួយនឹងការ combo ធម្មពលគ្នាចូលគ្នាគឺមុនដំបូងខ្ញុំនឹងឲ្យអ្នកគ្នាមើលទឹកជាមួយនឹងទឹកកកអ្នកគ្នាប្រហែលជាដឹងហើយថាទឹកនិងទឹកកកវាបូកចូលគ្នាវាយ៉ាងម៉េចខ្ញុំយកជាមួយនឹងតួអង្គមួយនេះដែលមានធម្មពលទឹកហើយខ្ញុំយកជាមួយនឹងតួអង្គមួយទៀតដែលមានធម្មពលទឹកកកហើយខ្ញុំនឹងធ្វើតេស្តឲ្យអ្នកគ្នាមើលថាវាប្រតិកម្មយ៉ាងម៉េចទឹកនិងទឹកកកវាចូលគ្នាមុនដំបូងយើងចូលទៅចិត្តអាម៉ានីយន្តនេះប្រើទឹកអ្នកគ្នាឃើញលោតសញ្ញាទឹកលើហ្នឹងហើយបន្ទាប់ពីយើងប្រើជាមួយនឹងតួអង្គទឹកហើយយើងប្រើជាមួយនឹងតួអង្គទឹកកកអ្នកគ្នាឃើញវាកកអីអ្នកគ្នាទឹកចូលគ្នាវាកកអញ្ចឹងណាហើយទឹកនិងទឹកកកហ្នឹងវាដាក់ចូលគ្នាហ្នឹងវាឈឺហើយតចែកហើយហើយធាតុមួយទៀតខ្ញុំនឹងបង្ហាញអ្នកគ្នាអំពីភ្លើងជាមួយនឹងខ្យល់ខ្យល់និងភ្លើងអ្នកគ្នាយល់ហើយថាភ្លើងខ្យល់វាបូកចូលគ្នាវាយ៉ាងម៉េចភ្លើងវាឆេះតែឯងវាសាធម្មតាក៏ប៉ុន្តែបើសិនជាបូកខ្យល់មួយទៀតគឺវាកាន់តែសាហាវទៀតហើយឥឡូវខ្ញុំនឹងតេស្តដាក់ភ្លើងមុនហើយទៅទៀតយើងនឹងដាក់ខ្យល់តាមក្រោយអ្នកគ្នាឃើញភ្លើងខ្យល់វាប៉ះគ្នាដោយសារតែខ្ញុំ hero អត់ up hero នឹងលេងដោយសារអញ្ចឹងវាអត់សូវជាឈឺឯងមានជាមួយនឹងតួអង្គនេះមួយវារៀងទំនងដែរព្រោះថាយើងមិនច្បាច់វាយអីច្រើនយើងគាត់ទៅហោះទៅក៏អាចវាយពួកបិសាចបានដែរហ
ហើយតួអង្គធាតុមួយប្រភេទទៀតដែលខ្ញុំនឹងបង្ហាញជាមួយនឹងធាតុរន្ទះអ្នកគ្នាដឹងថារន្ទះវាជាអ្វីវាគឺជាចរន្តអគ្គិសនីរន្ទះណាអ្នកគ្នាឥឡូវរន្ទះបូកមួយទឹកអ្នកគ្នាគិតមើលរន្ទះនិងទឹកវាបូកគ្នាវាសាហាវប៉ុណ្ណាខ្ញុំនឹងយកតួអង្គនេះដែលមានធាតុរន្ទះនិងជាមួយនឹងតួអង្គនេះដែលមានជាមួយនឹងធាតុទឹកខ្ញុំក៏អាចបង្ហាញអ្នកគ្នាធម្មតាបានដែរថារន្ទះវាឆក់យ៉ាងម៉េចអ្នកគ្នាឃើញទឹកឯងខ្ញុំបានឲ្យតួអង្គដែលមានធាតុរន្ទះហ្នឹងវាយទៅលើទឹកនៅពេលដែលតួអង្គហ្នឹងវាយទៅលើទឹកហើយឃើញទឹកវាលត់ចរន្តអ្នកគ្នាចរន្តផ្ទះវាឆក់តាក់ទងជាមួយនឹងរន្ទះហ្នឹងខ្ញុំគិតថាអ្នកគ្នាប្រកាសជាស្គាល់ជាមួយនឹងតួអង្គនេះហើយតួអង្គនេះគឺជាតួអង្គដែលមានភាពលេចធ្លោជាងគេក្នុងហ្គេម Genshin ទោះបីជាអ្នកដែលលេង Genshin ក៏ដោយគាត់តែឃើញតួអង្គហ្នឹងក៏ដឹងថាតួអង្គហ្នឹងមកពីហ្គេមស្អីបាត់ហើយហើយខ្ញុំហ្នឹងក៏ដូចគ្នាការពីខ្ញុំមិនទាន់បានចេះលេង Genshin ហ្នឹងខ្ញុំក៏ស្គាល់ជាមួយនឹងតួអង្គនេះដូចគ្នាឥឡូវខ្ញុំនឹងបង្ហាញអ្នកគ្នាទៅលើមនុស្សយន្តនេះថាទឹកនិងរន្ទះវាបូកគ្នាទៅវាឆក់សាហាវមិនមិនដំបូងខ្ញុំដាក់ទឹកសិនបន្ទាប់ពីដាក់ទឹកហើយយើងក៏បានប្រើតួអង្គរន្ទះវាយទៅលើវាអ្នកគ្នាឃើញវាឆក់តែហ្នឹងឯងឃើញម៉ែលោតចរន្តពីហ្នឹងឯងទឹកអ្នកគ្នាទឹកបូកមួយទៀតវាឆក់អញ្ចឹងហើយចំពោះអ្នកទើបលេង Genshin ឯហ្នឹងអាចសាកធ្វើតាមខ្ញុំបានអត់អីទេព្រោះថាបូកទឹកបូកមួយរន្ទះគឺល្អបំផុតដូចគ្នាឃើញអ្វីមិនទាន់ឲ្យផងចែ100បាទហ្នឹងឥឡូវខ្ញុំនឹងបង្ហាញតទៅជាមួយនឹងធាតុមួយទៀតគឺជាធាតុធម្មជាតិខ្លីងាយយល់ធម្មជាតិនេះខ្ញុំនឹងយកវាទៅបូកជាមួយនឹងទឹកអ្នកទូទៅប្រកាសជាដឹងហើយមិនបាច់និយាយអីច្រើនទេទឹកនិងធម្មជាតិបូកគ្នាបានហើយឥឡូវនេះខ្ញុំហោះរោម៉ួយសិនរោម៉ួយសាក skill អញ្ចឹងទៅអូខេនោះយើងឃើញម៉ួយយើងហើយចុះទៅភ្លាមទៅពេលដែលយើងដាក់ចិត្តវាហើយយើងបានដាក់ទឹកសិនតបទៀតចាំយើងដាក់ធាតុធម្មជាតិតាមក្រោយនៅពេលដែលយើងដាក់ធាតុធម្មជាតិទៅអ្នកគ្នាឃើញវាធ្លាក់ដុំនោះមកអាហ្នឹងគេហៅស្អីទេបើអាហ្នឹងរុក្ខជាតិអ្នកគ្នាឃើញរុក្ខជាតិនោះវាធ្លាក់មករុក្ខជាតិហ្នឹងវានឹងផ្ទុះអ្នកគ្នាទឹកបូកមួយរុក្ខជាតិវានឹងទម្លាក់ក្របហ្នឹងក្របហ្នឹងកាន់តែច្រើនវាកាន់តែផ្ទុះសាហាវវាផ្ទុះបឹមអញ្ចឹងមកដល់អ្នកគ្នាមើលដល់ពេលផ្ទុះច្រើនពេកទៅវាក៏ចេះរោអញ្ចឹងទៅតែហើយបើសិនជាអ្នកគ្នាត្រូវការ item អំពីពួកបិសាចពួកបោះហើយហ្នឹងអ្នកគ្នាអាចមកមើលនៅក្នុងសៀវភៅនេះបានគឺស្រួលរកហើយនេះអ្នកគ្នាអាចមើលបានគឺពួកបិសាចទាំងអស់នេះគឺវាសិតតែជា item ដែលយើងហ្នឹងគឺសិតតែត្រូវការទាំងអស់តិចអ្នកគ្នាអត់ដឹងថាសៀវភៅហ្នឹងនៅណានេះហើយបើសិនមកជាអ្នកគ្នាចង់ up hero របស់យើងឲ្យឡើង level អ្នកគ្នាត្រូវរកអាពណ៌ Q នេះវានឹងឲ្យរលឹកការរលឹកសៀវភៅនេះវានឹងឲ្យយើងដើម្បី up hero របស់យើងឲ្យឡើង level ណាអាហ្នឹងវាមាន2ពណ៌អ្នកគ្នាមើលផងមានពណ៌លឿងមួយជាមួយនឹងពណ៌ខៀវមួយអាពណ៌លឿងនោះវាគ្រាន់តែវាផ្ដល់ឲ្យលុយយើងហើយយើងទៅវាយវាដើម្បីយកលុយឯងអាហ្នឹងគឺអ្នកគ្នាអត់ពិបាករកអ្នកគ្នាគ្រាន់តែបើកមកមើលលើ map មកអ្នកគ្នានឹងឃើញអាហ្នឹងហើយ teleport ទៅចិត្តកន្លែងហ្នឹងហើយទៅវាយវាទៅអ្នកគ្នានឹងទទួលបានវាឯងក៏ប៉ុន្តែអ្នកគ្នាតែឆាំថាមិនមែនវាយវា free នោះទេនៅពេលដែលអ្នកគ្នាវាយវាអ្នកគ្នាក៏ត្រូវតែចំណាយរូបផ្កាយនេះចំនួន20ដែរហ្នឹងហើយអ្នកគ្នាខ្ញុំភ្លេចប្រាប់នៅចំណុចមួយទៀតតាក់ទងជាមួយនឹងអ្នកដែលទើបលេង game Genshin Impact គឺថាអ្នកទាំងគ្នានឹងប្រហែលជាអត់ទាន់នឹងមានអាចនឹងមានតួអង្គផ្កាយ5លេងទេក៏ប៉ុន្តែអ្នកគ្នាខ្ញុំគិតថាអ្នកគ្នាអាចនឹងមានលទ្ធភាពក្នុងការលេងជាមួយនឹង character ដែលមានផ្កាយ4 hero ទាំងអស់នោះគេគិតជា2ផ្កាយអ្នកគ្នាផ្កាយ4ធម្មតាក៏ប៉ុន្តែផ្កាយ5គឺវាជា damage សាហាវអ្នកគ្នាទើបលេងនឹងអាចយកជាមួយនឹងតួអង្គនេះយកទៅលេងបានខ្ញុំធ្លាប់លេងកាលពី level ទូចដែរតួអង្គនេះអាចលេងបានបើជាមួយនឹងតួអង្គមួយនេះវិញអ្នកគ្នាក៏អាចលេងបានដែរតែខ្ញុំគិតថាវាមិនស័ក្តិសមសម្រាប់អ្នកដែល level ទូចលេងទេវាបើសិនជាអ្នកគ្នាអាចប្រវល់កន្លែងនោះបានជាមួយនឹងតួអង្គនេះអ្នកគ្នានិយាយមែនកាលពីខ្ញុំលេង level 20 level 30ខ្ញុំយកទឹកបូកមួយតកអាប៉ែនេះគឺដើម្បីតកមកលេងគឺសប្បាយមែនទេលេងអាប៉ែហ្នឹងហើយបើចាយនេះក៏លេងសប្បាយដែរកាលពី level ទូចចាយនេះគឺតកដើម្បីតកអ្នកគ្នាអាចយកចាយនេះយកលេងបានអ្នកនេះហើយបើសិនអ្នកគ្នាមានសំណាងអីអ្នកគ្នាអាចទទួលបានអាប៉ែសក់ក្រហមនេះអាប៉ែសក់ក្រហមនេះគឺជា damage ភ្លើងគឺលេងសប្បាយមែនទែនការហ្នឹងអាការខ្ញុំទើបលេង Genshin មានអាប៉ែហ្នឹងលេងដូចអត់ដឹងថាអាប៉ែហ្នឹងគឺផ្កាយ5លេងសាហាវទេអត់មានដឹងអីខ្យល់លេងតិចសោះហើយខ្ញុំគិតថាបើសិនជាអ្នកគ្នាចង់លេងជាមួយនឹងតួអង្គដែលវាយឈឺដែលគិតដែលគ្រាន់តែវាយគឺឈឺគឺរៀងពិបាករោបន្តិចដោយសារតែតួអង្គហ្នឹងគឺជាប្រភេទផ្កាយ5ពិបាករោជាស្ដែងដោយតួអង្គដែលខ្ញុំកំពុងតែលេងអញ្ចឹងគឺថាវាយទៅវាសាហាវគួរសមដែរតួអង្គខ្ញុំកំពុងលេងនេះគឺឈ្មោះ Skirt តែខ្ញុំអត់ recommend ឲ្យគ្នាលេងគឺថាតឹងទូងខ្លាំងមែនទែន Skirt នេះត
ទម្រាំតែខ្ញុំអាច up skirt យកមកលេងវាយឈឺបានគឺមិនងាយទេគឺលះបង់ច្រើនណាស់អូខ្ញុំភ្លេចអ្នកគ្នាខ្ញុំភ្លេចប្រាប់រឿងមួយអ្នកគ្នាអ្នកគ្នាត្រូវការរបស់2ដើម្បីឲ្យអ្នកគ្នាអាចលេងតួអង្គហ្នឹងខ្លាំងបានទី1ជាមួយនឹង weapon ទី2ជាមួយនឹង item weapon អ្នកគ្នាបើតាមគិត level ទូនឹងអាចនឹងប្រមាណរកក្នុងការរក item ល្អតិចតែខ្ញុំគិតថាអ្នកគ្នាអាចនឹងមានទូ weapon ផ្កាយ3ផ្កាយ4ល្អលេងដែរបើសិនអ្នកគ្នាចាប់បើ item ល្អវិញតតែអ្នកគ្នាខ្ទង់ level 40អីជាងបានអាចទទួលបាន item ល្អនេះ item នេះអ្នកគ្នានៅ level ទៀបចឹងគឺ item វាមិនងាយល្អទេខ្ញុំប្រាប់បែបលក្ខណៈថាខ្លីៗងាយយល់ទេគឺអត់ប្រមាយល់ទេនេះគឺជាអ្វីដែលខ្ញុំអាចចែករំលែកប្រាប់ឲ្យអ្នកគ្នាបានមិនសិនឆ្ងល់អីអ្នកគ្នាអាចសួរខ្ញុំទៀតបានខ្ញុំអាចនឹងធ្វើវីដេអូផុសប្រាប់អ្នកគ្នាទៀតហើយហ្នឹងឯងគឺថាមានតែប៉ុណ្្នឹងឯង